បាទសួស្តីអ្នកនរគ្នាបាទនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកមកបង្ហាញលក្ខខណ្ឌសំខាន់ទៅលើប្រព័ន្ធ Lightning Partition ឬក៏ប្រព័ន្ធការពារផ្ទះបាទហ្នឹងហើយបាទអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយក Typical Data Sheet ពុក LPI លើកយកមកបង្ហាញបាទអញ្ចឹងក្នុងការរើទៅលើតម្លៃនៃប្រព័ន្ធការពារផ្ទះហ្នឹងខ្ញុំនឹងបញ្ចូលទៅលើប្រព័ន្ធខាងលើនេះណាបាទតម្លៃមួយៗតើវាជាអ្វីយ៉ាងម៉េចបាទអញ្ចឹង RP នេះគឺជាកម្មរបស់ឧបករណ៍ការពារផ្ទះហ្នឹងតើវាកម្មវាហ្នឹងវា cover បានប្រមាណម៉ែត្រទៅលើផ្ទៃដែលយើងចង់ការពារណាបាទហើយតម្លៃ Air នេះគឺជាកម្រិត protection level ឬក៏ជាកម្រិតនៃការពារអញ្ចឹងគឺយើងជ្រើសរើសខ្លួនឯងទៅក្នុងតម្លៃប្រមាណដែលយើងមើលទៅក្នុងអត្រាខាងក្រោមនេះណាហ្នឹងហើយអញ្ចឹងហ្នឹងវាមានvery high position កម្រិតខ្ពស់បាទកម្រិតល្អកម្រិតមធ្យមឬកម្រិតស្តង់ដារអញ្ចឹងហ្នឹងគឺយើងធ្វើការ select របស់យើង select ជាមួយណាយើងជ្រើសរើសចូល air ហ្នឹងមកបាទហើយនេះគឺជាតម្លៃកម្ពស់ពីឧបករណ៍ការពារទាំងនោះ tip មកផ្ទៃដែលយើងចង់ការពារណាបាទតើវាកម្ពស់ប្រហែលឧទាហរណ៍អីទេណាហ្នឹង tip ណាឡើយផ្ទៃនេះនិងឧបករណ៍ការពារទាំងក្នុងកម្ពស់ហ្នឹងយើងដាក់យកក្នុងនេះមកបាទ data នេះគឺជាខណៈពេលនៃការផ្ទេរបាទដែលតម្លៃຂະຫນາດរបស់វាគឺជាមីក្រូវិនាទីហើយតម្លៃនេះគឺវាបានពីការធ្វើពិសោធន៍របស់ប្រព័ន្ធឧបករណ៍ការពារផ្ទះហ្នឹងណាហ្នឹងហើយបាទអញ្ចឹងនៅក្នុងការប្រើប្រមុនហ្នឹងយើងមានពីរលក្ខខណ្ឌបាទទៅលើប្រភេទការពារផ្ទះហ្នឹងណាបាទអញ្ចឹងបើក្នុងករណីដែលឧបករណ៍ការពារផ្ទះយើងនេះហាស់បាទវាខ្ពស់ជាង5ម៉ែត្រដែលយើងធៀបនឹងអាផ្ទៃដែលយើងកង់ការពារគឺយើងប្រើប្រមុនខាងលើបាទក៏ប៉ុន្តែបើហាស់ហ្នឹងនៅចន្លោះពី2ទៅ5នេះគឺយើងប្រើប្រមុនទី2នេះហ្នឹងហើយបាទនេះគឺលក្ខខណ្ឌតែភាគច្រើនគឺយើងប្រើទី1នេះណាបាទហ្នឹងហើយអញ្ចឹងតម្លៃហាស់តម្លៃ air តម្លៃ data គឺខ្ញុំបញ្យល់ពីខាងលើមិញហើយបាទអញ្ចឹងឥឡូវនេះយើងចូលមកមើលនៅក្នុងតារាងនេះតែម្ដងក្នុងការ select ណាបាទអញ្ចឹងនៅក្នុងលក្ខខណ្ឌខ្ញុំឧទាហរណ៍ទៅលើលក្ខខណ្ឌមួយបាទក្នុងករណីដែលហាស់យើងបាទអញ្ចឹងក្នុងករណីដែលកម្ពស់ឧបករណ៍ការពារផ្ទះធៀបទៅនឹងផ្ទៃនេះឧទាហរណ៍ថា5ម៉ែត្របាទអញ្ចឹងខ្ញុំមកមើលក្នុងតម្លៃ5ម៉ែត្រនេះតម្លៃនេះណា5ម៉ែត្រតម្លៃខ្ញុំជ្រើសរើសយក level position របស់វាគឺកម្រិតខ្ពស់បាទអញ្ចឹងកម្រិតខ្ពស់នេះគឺនេះ level 1នេះណាហ្នឹងហើយអញ្ចឹងយើងមើលក្នុងហ្នឹងមកទី2ខ្ញុំជ្រើសរើសយក Storm Master ហ្នឹងប្រភេទ30អញ្ចឹងអានេះកន្លែងនេះទី3យើងរកពីក្រោមមកណាអញ្ចឹងយើងចំណោមមកបាទអញ្ចឹងនេះកម្មរបស់វាគឺ48ម៉ែត្រហ្នឹងហើយ48ម៉ែត្រក្នុងការជ្រើសរើសណាអញ្ចឹងយើងយកអាហ្នឹងទៅយើងយកទៅប្រៀបធៀបជាមួយនឹងផ្ទៃដែលយើង cover ហ្នឹងបាទតើវា cover បានក្នុងកម្រិតណាអញ្ចឹងណាបាទហើយមួយទៀតបើក្នុងករណីដែលយើងជ្រើសរើសយក level 2 level 3 level 5នេះយើងមើលតាមជាក់ស្ដែងមកយើងប្រយោគដូចខាងលើមិញអញ្ចឹងណាបាទអញ្ចឹងហ្នឹងគឺលក្ខខណ្ឌក្នុងការជ្រើសរើសប្រភេទឧបករណ៍ការពារផ្ទះហ្នឹងគឺយើងអាចមើលតាមលក្ខខណ្ឌដែលខ្ញុំបញ្យល់ហ្នឹងបានហ្នឹងហើយបាទអញ្ចឹងសម្រាប់ការបង្ហាញសង្ខេបនេះសម្រាប់ប្រព័ន្ធ Lightning Partition នេះគឺមានតែប៉ុណ្្នឹងណាបាទអរគុណច្រើន